បើមិនបានជាទីពឹងរបស់ជានានុជនទូទៅក្នុងលោកទេក៏សូមឲ្យមានខ្លួនឯងជាទីពឹងនឹងហើយថាបើមិនបានជួយប្រយោជន៍ដល់អ្នកដទៃទេក៏សូមកុំឲ្យនាំសេចក្តីលំបាកឲ្យអ្នកដទៃនឹងមនុស្សយើងមានអញ្ចឹងព្រះសម្មាសម្ពុទ្ធថាសយាលោកវត្តនោមនុស្សខ្លះកើតមកដើម្បីស្ដុកលោកដើម្បីជំនៀតលោកណាតាមពិតលោកនេះទូលាយណាស់ប៉ុន្តែមនុស្សដែលប្រព្រឹត្តអនាចារមិនប្រព្រឹត្តអំពើល្អហ្នឹងគឺកើតមកជំនៀតលោកទាំងអស់ណាជំនៀតគេជំនៀតឯងណាតែយើងមើលដូចជាចៅដូចជាអីហ្នឹងតែវាមិនប្រៀបទៅមនុស្សល្អទូទាំងប្រទេសហ្នឹងវាមិនមែនស្មើទេវាមិនបាន5%ផងឬថាមិនបាន10%ទេក៏ប៉ុន្តែដោយសារចៅប្រហែលអ្នកហ្នឹងធ្វើឲ្យមនុស្សមកប្រទេសរវល់មនុស្សមកប្រទេសភ័យណាអាហ្នឹងដូចថាធ្វើឲ្យមនុស្សគ្រប់គ្នាហ្នឹងជំនៀតរកផ្លូវដើរគ្មានអញ្ចឹងផ្លូវមួយតែឯងទៅអញ្ចឹងបើទៅនឹកឃើញចោលប្លន់ចោលលួចឆក់អីអញ្ចឹងទៅវាទៅជាលោកហ្នឹងមិនទូលំទូលាយទេព្រោះតែមនុស្សជំនៀតលោកមនុស្សដែលស្វែងរកសេចក្តីសុខលើកំណត់ទុកអ្នកដទៃអញ្ចឹងហើយបានជាពធហ្នឹងព្រះអង្គឲ្យយើងទាំងអស់គ្នាមានសង្កហធម៌នៅមួយចំហៀងខ្សែអត់នេះណាចង់និយាយរឿងសង្កហធម៌បន្តិចចឹងរឿងតក្កណានុប្រទានប៉ុណ្ណឹងយល់ហើយណាខ្ញុំហ្នឹងហើយបន្តទៅទៀតនេះមកលើករឿងសង្កហធម៌ដែលនៅសម្រាប់ជីវិតរបស់យើងហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងមានមួយគឺទានអ្នកណាទានអ្នកគឺការឲ្យទាននឹងការឲ្យទាននេះវាចម្រើនពីរយ៉ាងញាតិញោមកាត់បន្ថយសត្រូវហើយនឹងមានគេស្រឡាញ់រាប់អានណាការឲ្យទានណាការឲ្យទាននេះមិនចំពោះទៅចំពោះព្រះសង្ឃអីទេចំពោះញាតិចំពោះអ្នកស្មុំញាតិចកអ្នកកំសត់ទូរគាត់អីហ្នឹងក៏ជាការឲ្យដើម្បីជាការសង្គ្រោះជាការសង្គ្រោះហ្នឹងយើងត្រូវតាំងចិត្តថាមិនមែនតែយើងទេដែលចេះចង់បានអ្នកដទៃក៏គេចង់បានដែរហ្នឹងបើយើងចេះចង់បានទទួលអំពើល្អទទួលអំណោយពីអ្នកដទៃយើងក៏ត្រូវចេះធ្វើល្អដល់អ្នកដទៃប៉ុន្តែមនុស្សយើងវាគិតបានតែមួយជ្រុងវាច្រើនតែមិនបានគ្រប់ជ្រុងហ្នឹងញោមឧទាហរណ៍ថាបើគេឲ្យ$50អញ្ចឹងអូយបាត់មាត់ចិត្តទេគេឲ្យណាពេលតតែទូនាទីខ្លួនឯងត្រូវឲ្យគេវិញវាដូចជាមិនអក្នុងការឲ្យគេសោះវាដូចជាថាមានតែខ្លួនឯងនេះចេះអទទួលអាគេនោះអត់ទេមែនទេហ្នឹងហើយអញ្ចឹងបានថាមិនមែនតែចង់បានសេចក្តីល្អពីអ្នកដទៃទេអ្នកដទៃក៏គេចង់បានល្អពីយើងដែរអាហ្នឹងសង្កហធម៌ហ្នឹងព្រះអង្គចាត់ចែងឲ្យយើងធ្វើបានបុណ្យសម្រាប់សន្សំក្នុងសន្តានផងបានសេចក្តីសុខនៅក្នុងសង្គមជាតិផងហ្នឹងយើងមើលដូចជានៅប្រទេសក្រៅអីដែលគេជួយមកប្រទេសយើងគេធ្វើទៀនញាតិញោមគេធ្វើដូចនៅជប៉ុនអីឧទាហរណ៍ថាគេជួយប្រហែលលានគេមិនមែនដកលុយពីរដ្ឋាភិបាលទាំងដុំទេគេប្រកាសទៅដូចជាថាត្រូវជួយមកខ្មែរយើងប្រហែលលានដុល្លារអញ្ចឹងប្រទេសគេនឹងមានប្រជាជនប្រហែលលាននាក់ក្នុងមួយព្រឹកគេផឹកកាហ្វេមួយកែវអញ្ចឹងក្នុងមួយប្រទេសគេសុខចិត្តអត់ផឹកកាហ្វេមួយកែវប្រហែលដុល្លារហ្នឹងអត់ផឹកកាហ្វេមួយកែវហ្នឹងសរុបដល់រាប់លានដុល្លារជួយយើងហ្នឹងជាសង្ឃវត្ថុជាទានហ្នឹងណាហ្នឹងអញ្ចឹងហើយបានជាគេចេះតែមានលុយជួយប្រទេសនេះប្រទេសនោះគេមិនមែនទៅដកលុយទាំងដុំមកពីណាទេគឺប្រជាជនទូទាំងប្រទេសគេធ្វើរបៀបអញ្ចឹងជាការសង្គ្រោះគ្នាអញ្ចឹងណាអញ្ចឹងបានបើខាងដើមថាមិនមែនដល់តែយើងធ្វើនៅនេះនៅនោះអីទេសំដៅយកមេត្តាចិត្តនៅក្នុងសន្តានចិត្តរបស់យើងនេះហ្នឹងព្រោះគ្រប់គ្នាគេចង់បានសេចក្តីល្អពីយើងដែរណាគេចង់បានសេចក្តីល្អពីយើងចង់បានថាសត្វលោកខុសគ្នាមុខមាត់ក៏ខុសគ្នាចិត្តគំនិតក៏ខុសគ្នាអធិស្ស្រ័យក៏ខុសគ្នាប៉ុន្តែមានលក្ខណៈដូចគ្នាម្យ៉ាងក្នុងពិភពលោកនេះមានលក្ខណៈដូចគ្នាម្យ៉ាងត្រង់មនុស្សគ្រប់គ្នាចង់បានសេចក្តីសុខមែនទេញាតិញោមគ្រប់គ្នាចង់បានសេចក្តីសុខទេហ្នឹងហើយការគិតអ្វីធ្វើអ្វីខុសគ្នាណាចង់អីចង់ធ្វើនេះចង់ធ្វើនោះមិនដូចគ្នាទេក៏ប៉ុន្តែមានលក្ខណៈដូចគ្នាមួយត្រង់ដែលគ្រប់គ្នាចង់បានសេចក្តីសុខនឹងពិចារណាដល់សត្វលោកដែលចង់បានសេចក្តីសុខហើយមួយទៀតខ្លាចទុក្ខមិនចង់បានទុក្ខទេមិនចង់លំបាកទេអាហ្នឹងដូចគ្នាពីរលក្ខណៈហ្នឹងមួយចង់បានទុក្ខពីរខ្លាចសេចក្តីទុក្ខហ្នឹងឬក៏ស្មារតីមិនត្រូវទេណាហ្នឹងហើយប៉ុន្តែក្រៅពីហ្នឹងគិតខុសគ្នាចង់ខុសគ្នាហ្នឹងណាហើយដល់តែពិចារណាឃើញសត្វលោកទាំងអស់គ្នាចង់បានសេចក្តីសុខអញ្ចឹងបានជាសត្វបរិសុទ្ធលោកអត់មានបៀតបៀនណាឲ្យមានសេចក្តីទុក្ខទេព្រោះតែងតែឧបមាមកខ្លួនឯងណាអាត្មាអញចង់បានសេចក្តីសុខយ៉ាងនេះចាំបើអាត្មាអញធ្វើសេចក្តីទុក្ខឲ្យអ្នកដទៃតើគេមានសេចក្តីទុក្ខយ៉ាងណាចាំបើអាត្មាអញទទួលបានសេចក្តីទុក្ខពីអ្នកដទៃវិញតើអាត្មាអញលំបាកយ៉ាងណានឹងអត្តនាចោតយតាណាឬអត្តនាឧបមាកាសាតែងតែធ្វើខ្លួនឯងឲ្យមកជាឧបមាទើបយើងមិនអាចធ្វើឲ្យមានសេចក្តីទុក្ខដល់អ្នកដទៃទេនឹង
មនុស្សយើងកាត់មកត្រូវតែធ្វើដូចជាដំបូងផ្ទះញាតិញោមដែលមានប្រយោជន៍មកពីដំបូងផ្ទះហ្នឹងជួយអីខ្លះណាជួយបិទបាំងកម្ដៅជួយបិទបាំងភ្លៀងហ្នឹងទៅមានប្រយោជន៍សម្រាប់យើងជ្រកកោនមនុស្សយើងដូចគ្នាចឹងឯងកាត់មកក៏ដើម្បីប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃគេមកក្នុងសង្ឃៈធម៌មួយទៀតនោះមានឈ្មោះថាអដ្ឋចរិយាអានឹងប្រការទី3តែប្រការទី2គឺពយៈវាចានិងពយៈវាចានោះគឺសម្ដែងពីរោះនឹងចាំបាច់ត្រូវទៅរៀននិយាយណាខ្ញុំយើងមិនមែនឲ្យតែមានមាត់ទេគេតែថាប៉យទៅមិនគិតថាគេខឹងមិនគិតថាគេនឹងរំជួយចិត្តព្រោះពាក្យសម្ដីរបស់យើងជួនកាលព្រោះតែសេចក្តីសប្បាយនិយាយលេងសើចអានតែយើងគ្រាន់បើជាងគេអីចឹងនិយាយប្រអាប់បញ្ចោបញ្ជួសអីចឹងទៅនាំឲ្យអ្នកដទៃហ្នឹងគេអន់ចិត្តគេខូចចិត្តណាបានជាព្រះអង្គរៀងទុកទី2នេះទី1គឺឲ្យទានទី2គឺពយៈវាចានេះមកពីទ្រព្យសម្បត្តិដែលយើងឲ្យទៅជាទានហ្នឹងអាចថាអ្នកដទៃហ្នឹងគ្រោះថ្នាក់ដោយសារទ្រព្យសម្បត្តិដែលយើងឲ្យទៅក៏បានដែរអញ្ចឹងហើយទៅបានជាមានពយៈវាចាគឺការណែនាំនៅក្នុងអំពើល្អឧទាហរណ៍ដែលយើងឲ្យគេ$100អាចថាគេយក$100របស់យើងហ្នឹងទៅធ្វើបាបទៅលេងល្បែងឬក៏ទៅប្រព្រឹត្តអបាយមុខផ្សេងក៏ប៉ុន្តែបន្ថែមមកពីការឲ្យទានហើយមានពាក្យណែនាំល្អហ្នឹងញាតិញោមចង់ឲ្យគេនិយាយអាក្រក់ពីយើងទេហ្នឹងហើយចង់ឲ្យតែគេនិយាយល្អមែនទេហ្នឹងហើយអញ្ចឹងមានតែយើងទេចង់បានឲ្យគេនិយាយល្អអ្នកដទៃគេមិនចង់បានទេហ៎គេចង់បានដូចតែគ្នាគិតពិចារណាអញ្ចឹងយើងអត់និយាយអាក្រក់ពីគេទេហ្នឹងគ្រាន់តែនឹកឃើញចង់និយាយអាក្រក់ពីអ្នកដទៃព្រឹកនឹកឃើញចុះបើគេនិយាយអាក្រក់ពីអញខឹងឬអត់នឹកឃើញអញ្ចឹងឈប់និយាយអត់និយាយព្រោះពាក្យហ្នឹងអត់បានការទេនឹងរក្សាពាក្យសម្ដីបុរាណពោលច្រើនណាស់អណ្ដាតអាចកន្លងបានសុខទុក្ខផងព្រោះអណ្ដាតណានឹងហើយកាលណានិយាយអត់បានចិត្តដូចយកកបាត់យកមកអានអណ្ដាតខ្លួនឯងអញ្ចឹងគ្រោះថ្នាក់ដោយសារអណ្ដាតត្រីតែភ្លេងងាប់ព្រោះមាត់ទៀតច្រើនណាស់មាត់មានគ្រាប់ដបមានឆ្នុកមានពាក្យច្រើនណាស់មនុស្សល្ងងទុកបេះដូងនឹងអណ្ដាតមនុស្សឆ្លាតទុកអណ្ដាតនឹងបេះដូងមនុស្សល្ងងទុកបេះដូងនឹងអណ្ដាតមានន័យថានិយាយអីអាស្រ័យទៅលើមាត់អត់យកមកគិតក្នុងចិត្តទេព្រឹកអត់បានគិតគូរអីច្បាស់លាស់ហើយនិយាយទៅដល់តែមនុស្សឆ្លាតគេទុកអណ្ដាតនឹងបេះដូងមានន័យថាមុននឹងនិយាយមុននឹងស្ដីគេគិតណាផ្សំគ្នាទៅទៀតថាគិតសិនសំអីគូណាទៅវាមិនខុសហ្នឹងហើយមិនចំពោះតែណាទេយើងគ្រប់គ្នានឹងចង់បានពាក្យល្អពាក្យសរសើរពាក្យរាប់អានហ្នឹងយើងអាចរស់នៅជាមួយគ្នាអីកូនចៅកូនកលីកម្មករអីហ្នឹងខ្លីបើគ្នាមករស់នៅជាមួយយើងឧទាហរណ៍ចុះក៏ជាមនុស្សម្នាក់ដែលចង់បានសេចក្តីសុខចង់បានការត្រាបណ្ដៃពីយើងខុសបន្តិចបន្តួចអីកុំតន់អាលអានេះមីនោះអីហ្នឹងជាងការគ្នាធ្វើបាយទៅចានមួយយីមីនេះភ្លើចុះបើគ្នាមិនភ្លើស្មានមកធ្វើខ្ញុំយើងអាហ្នឹងយើងគិតប៉ុណ្ណឹងមើលហ្នឹងហើយមកពីគ្នាភ្លើវាអត់សមត្ថភាពបានជាមកធ្វើជាអ្នកបម្រើយើងហ្នឹងហើយយើងថាឲ្យគ្នាចឹងទៀតបើគ្នាក្រំបាត់ទៅតកាយយើងបាត់ហើយអញ្ចឹងមិនអញ្ចឹងណាហ្នឹងយើងគិតចាណាអញ្ចឹងឃើញហើយមនុស្សយើងហ្នឹងណាហើយសង្ឃៈធัวទី3នោះគឺអដ្ឋចរិយាណាអដ្ឋចរិយាហ្នឹងគឺប្រព្រឹត្តខ្លួនឯងឲ្យទៅជាប្រយោជន៍របស់អ្នកដទៃណាកើតមកជាមនុស្សហ្នឹងក៏មានការប្រព្រឹត្តជាប្រយោជន៍ដល់អ្នកដទៃដោយព្រះសម្មាសម្ពុទ្ធណាខ្ញុំព្រះសម្មាសម្ពុទ្ធហ្នឹងព្រះអង្គប្រព្រឹត្តប្រយោជន៍ដើម្បីខ្លួនព្រះអង្គផងហៅថាពុទ្ធតចរិយាប្រព្រឹត្តប្រយោជន៍ដើម្បីខ្លួនព្រះអង្គត្រាស់ដឹងពីពុទ្ធញាតតចរិយាការប្រព្រឹត្តលះបង់គុណគុណឯជាដើមក៏ដើម្បីញាតដើម្បីពពួកញាតរបស់ព្រះអង្គហើយលោកតចរិយាគឺដើម្បីប្រយោជន៍ដល់សត្វលោកគ្រប់គ្នានឹងហៅថាប្រព្រឹត្តដើម្បីប្រយោជន៍ណានៅក្នុងជីវិតរស់នៅក្នុងសង្គមសាសនាក៏ដូចជាសង្គមជាតិតែមានពាក្យថាជួយជាតិណាជួយជាតិហ្នឹងយើងជួយមិនតាមពធរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងយើងសិក្សាទៅមិនចាំបាច់យកមាសដណ្ដុំឲ្យទៅដល់ជាតិទេគ្រាន់តែយើងធ្វើខ្លួនយើងឲ្យទៅជាមនុស្សល្អម្នាក់គ្រាន់តែធ្វើខ្លួនយើងឲ្យមានទីពឹងខ្លួនឯងម្នាក់ឈ្មោះថាជួយសង្គមណាស់ទៅហើយហ្នឹងចុះដែលខ្លួនយើងពឹងខ្លួនយើងមិនបានធ្វើម៉េច
រស់ស៊ីខ្លួនឯងកើតទេដល់ទៅលួចគេហ្នឹងដែលបាត់មានខ្លួនឯងជាទីពឹងអីសោះឃើញទេហ្នឹងត្រូវតែសម្លាប់គេដល់តែបហាគេវាអត់មានខ្លួនឯងជាទីពឹងខ្លួនឯងរស់មិនបានវាត្រូវតែពឹងសេចក្តីទុកអ្នកដទៃហ្នឹងអញ្ចឹងយើងគ្រាន់តែយើងមិនធ្វើចោលយើងមិនធ្វើអាក្រក់យើងមានខ្លួនឯងជាទីពឹងធ្វើខ្លួនឯងឲ្យទៅជាមនុស្សមានធនធានសម្បត្តិនិងធនធានចរិយានេះជាការចូលរួមចំណែកក្នុងការកសាងប្រទេសបាត់ទៅហើយធ្វើខ្លួនយើងឲ្យទៅជាមនុស្សមានចំណេះចេះដឹងហ្នឹងមានចំណេះចេះដឹងទៅយើងធ្វើការប្រាក់ខែចិញ្ចឹមជីវិតយើងប៉ុន្តែផលប្រយោជន៍ជាតិបាត់ទៅហើយវាអត់ចាំបាច់ទៅតែថាមានលុយមានកាក់ទៅឲ្យជាតិអីយ៉ាងម៉េចទៀតទៅទេហ្នឹងយើងគិតមិនដល់ទេយើងថាដល់តែមាននេះមាននោះឲ្យអត់ទេគ្រាន់តែធ្វើខ្លួនយើងទៅថារៀនដើម្បីគ្រាន់តែធ្វើជាគ្រូបរិញ្ញាបត្រម្នាក់ណាបានធ្វើជាគ្រូបង្រៀនម្នាក់យកប្រាក់ខែពីរដ្ឋក៏ពិតមែនប៉ុន្តែបម្រើកិច្ចការជូនសង្គមមែនឬក៏មិនមែនហ្នឹងអានឹងជួយរបៀបអញ្ចឹងហើយមុននឹងជួយជាតិបានមកពីខ្លួនយើងក៏ជួយខ្លួនឯងបានហ្នឹងហ្នឹងប្រព្រឹត្តប្រយោជន៍ហ្នឹងប្រព្រឹត្តអញ្ចឹងហើយសង្ឃៈវត្ថុមួយទៀតនោះគឺសមាណតតាហ្នឹងគឺប្រព្រឹត្តខ្លួនស្មើនៅក្នុងសង្គមជាតិនៅក្នុងសង្គមក្រុមគ្រួសារគឺស្មើទាំងដើមទាំងចុងដូចថាបើពីមុនធ្លាប់គោរពធ្លាប់បូជាខាងក្រោយមកក៏មិនទៅជាមើលងាយមិនទៅជាក្រអើតក្រទមណាធ្លាប់តែស្មោះត្រង់នឹងគ្នាក៏មិនបែរទៅជាក្បត់គ្នាណាដឹងស្មោះថាប្រព្រឹត្តខ្លួនស្មើឬក៏អាចដើម្បីប្រព្រឹត្តខ្លួនឯងឲ្យទៅជាមនុស្សដែលចូលក្នុងចំណោមសប្បុរសបានហ្នឹងដូចថាសប្បុរសលោកធ្វើអីលោកប្រព្រឹត្តអីហ្នឹងក៏ខ្លួនយើងក៏ត្រូវតែមានសិលមានចរិយាការប្រព្រឹត្តចូលនៅក្នុងក្រុមសប្បុរសបានហ្នឹងហៅថាសមាណតតាម្យ៉ាងទៀតមិនតម្កើងខ្លួនហ្នឹងអាចអ្នកដទៃហ្នឹងរស់នៅដោយសេចក្តីស្រឡាញ់ដោយសេចក្តីគោរពដោយជ្រាលជ្រៅគឺដោយមិនប្រើអំណាចដោយពាក្យសម្ដីជាបតិជាដើមណាមនុស្សខ្លះគេអាចខ្លាចយើងពីមុខព្រោះយើងកាចយើងតម្កើងខ្លួនទៅគេខ្លាចយើងតែពីមុខទេហ្នឹងឬក៏ដោយសារលុយកាក់ដែលយើងឲ្យចាយវាចឹងទៅវាអស់លុយគេជប់គោរពឬថាយើងប្រើអំណាចទៅគេគោរពតាមមុខខាងក្រៅគេអត់គោរពទេរបៀបនេះអត់ល្អទេណាប្រព្រឹត្តធัวយ៉ាងណាឲ្យគេស្រឡាញ់ប្រសើរជាងឲ្យគេខ្លាចខ្ញុំចង់ឲ្យគេខ្លាចឬក៏ចង់ឲ្យគេស្រឡាញ់ណាគេស្រឡាញ់ល្អជាងមែនទេគេស្រឡាញ់ល្អជាងគេនឹងជួយយើងនៅពេលដែលយើងមានគ្រោះថ្នាក់តែបើគេគ្រាន់តែខ្លាចពេលដែលយើងមានគ្រោះថ្នាក់គេអត់ជួយទេណាគេអត់ជួយទេដូចស្ដេចមួយអង្គនោះស្ដេចមួយអង្គហ្នឹងកាចធ្លាប់លងទឹកយ៉ាងហ្នឹងលងទឹកហ្នឹងទៅបានទាញគល់ឈើម្ដែតទឹកទៅជួបតាបោះហ្នឹងឯងបានយកទៅចិញ្ចឹមណាហើយចិញ្ចឹមហ្នឹងចិញ្ចឹមជាមួយសត្វពស់សត្វស្កាសត្វអីទៀតនោះពេលចិញ្ចឹមហ្នឹងតាបោះក៏គិតថាមនុស្សមានកម្លាំងជាងសត្វតូចនេះអញ្ចឹងឲ្យចំណីហ្នឹងឲ្យចំណីសត្វតូចមុនឲ្យមនុស្សតែអញ្ចឹងព្រះរាជបុត្រហ្នឹងខឹងតាបោះហ្នឹងឯងខឹងថាអញជាព្រះរាជបុត្រតាបោះនេះអត់បានគិតអញមុនទេទៅគិតសត្វកដុលទៅគិតសត្វពស់មុនទៅវិញប៉ុន្តែតាបោះហ្នឹងគាត់គិតថាសត្វហ្នឹងវាមានកម្លាំងខ្សោយជាងរាជបុត្រហ្នឹងអញ្ចឹងបានឲ្យសត្វហ្នឹងមុនឲ្យចំណីទៅណាហើយដល់រាជបុត្រហ្នឹងអត់បាននឹកគុណតាបោះហ្នឹងនឹកតែខឹងថាចាំមើលតែអញបានទៅព្រះរាជវាំងវិញអញបានធ្វើស្ដេចហៅតាបោះហ្នឹងទៅកាត់ក្បាលចោលហើយណាអត់បាននឹកឃើញគុណត្រង់តាបោះជួយណាឃើញទេដល់តែត្រឡប់ទៅព្រះរាជវាំងវិញផ្ដាំតាបោះហ្នឹងថាបើខ្វះខាតអីឲ្យទៅរកចុះឲ្យតែខ្ញុំបានឡើងសោយរាជហ្នឹងព្រះទេចាមិនចាំបាច់ខ្វល់អីទេចង់បានអីក៏បានហ្នឹងហើយប៉ុន្តែពលទៅខឹងហ្នឹងណាក្នុងចិត្តហ្នឹងគឺថាអញឲ្យតែទៅដល់អញនឹងសម្លាប់ចោលហើយព្រោះខឹងកន្លែងបំរើបានដឹកដល់នោះឲ្យសត្វមុននោះតាបោះហ្នឹងគាត់ទៅហ្នឹងទៅសាកដបងមើលទេគាត់នៅទៅដល់ឯនោះបានឡើងសោយរាជហើយថាឲ្យតាបោះហ្មងថាម៉េចមកហ្នឹងមករស់ងាប់ទេឃើញទេហើយជីវិតដែលតាបោះជួយឲ្យរួចពីស្លាប់ក្នុងទឹកហ្នឹងអត់បាននឹកឃើញទេកាចអញ្ចឹងហើយដល់តែកាចអាមាត្យអាមាត្យឲ្យខ្លាចរៀបគ្រាន់តែទៅដល់ឲ្យពួកពេជ្ជឃាតនឹងឯងណាឲ្យពួកពេជ្ជឃាតនឹងឯងចាប់តាបោះហ្នឹងទៅសម្លាប់តាបោះដើរទៅបដានិយាយបដាគេទៅមនុស្សចាញ់សត្វតាបោះគាត់និយាយចឹងណាមនុស្សចាញ់សត្វចិត្តនិយាយចឹង
ấy phụ phải chết trên sủa cho mình tranh sát năng này vòi cả bọn dễ và cả bọn dễ đường ta tới thật lọt chui sát nó ban lịch con đấy được sát phụ sát ấy nó để nhom muốn một đòn nó cô đấy sát phụ nó ban từ tôi nhom ban lịch con nhom ấy còn đang mà đâu đấy để nhom chui đá cái đó là nhom một đòn ở cây sầm lam nó hay và nhom thầm mà đâu bị tranh sát nó riệp rọt ta tới tôi chợt khiết nó ta đã phụ à má có đăng đấy từ đây nó nằm đăng thà tập bọn ấy miền thua lọ nó dương bà sân địa ban của địa chia miền thua lọ chẳng dương ban từ đây sao đấy giống năm kia tôi coi tầm làm bề chia bọc luôn để cái nó về để bề chia bọc luôn ấy từ cả xa tận lắm nè chia cái chỗ á bề chia bạc cả hai lá xả cái chơi từ tiết thì đâu vô chơi luôn từ cả đá và đá slap đấy nè để bề chia cái nó thì ọp chui ấy bán một lần tập bó thì ở soi đi tới đó nè nó rương để dân thua ở cây sả láng với cả sai chiên thua ở cây sọ nè sả na na tá cứ thà và bề luôn ấy ngay tôi chỉ mất nên mà đâu lọ bên thà kê đặt tới cái đao lên đi cái đao phật sát với luôn như vậy smile nè tầm on trong đây đấy nè thôi smile nó trong tí cứ smile làm sao bảo đó smile đó chạy ra ca bật bật và cái viên sál có bật luôn này viên sál cái phơi tiền rẽ xa sál sầm đây vì luôn che sầm bẹt này mascara nó ngay đấy mua này bật luôn smile lần bộ sao bảo đó lần bộ body sạch quạt bấy bật phơi nó phơi lọ ba mình tơ toal rồi có âm yên trôi tới từng cây mình bàn đầu tiên là không sẽ đây lọ nè chẳng tôi thôi tê snap và đăng cho nè sang cả hạ thô buồn và cả nâng cọp bay và đã giật tháng nơi nóng sẵn đàn là chất này sạt lô cực ní đấy đợt lâu nâng ấy và tới đời sọc xong để đi tem tầm đá pha trẻ ban được nóng chỉ vật sọc này nâng chỉ vật để tới và tới nông lô thảm bốc dạng na là những ca sẵn đàn thô mà thì dạng ca chuyện 10 mang đi xong rồi ban chỉ bây giờ xong mà từ bọn tờ sở để ca lan làm đi thăm mà tiền đấy xương xung cuộc rồi ba sợ dâm tê ba sẽ ca đôi gian rồi ba sợ một sân rồi ba sẽ ca thu sót ba sợ tâm ú của ba sẽ ca lọc luôn hay năng sạch nhiệt từng óc là bom trà đàm bồn lắm hay năng trôm chẳng của bộ nhiệt bọc bột bò đi sát chẳng trong cả nát mà thiệp phòng đây để bạn chạy than từ óc ca chỉ dù mà hai cái đấy từ để chạy than từ đấy xong rồi bạn đắp hai ngàn đồng một tuần lý là bon phòng là tiền trong người lấy tiền đấy rồi hay xong rồi bạn nuôi đồng đó ti là thao tiền đã đào ti than được sọc xong cu ti bằng phật xong bạn sản bản tập sáng cứ bên là tiền cục kia dạng tiền xong rồi bon tập sáng đấy và đây than là không sản đàn để chạy bột bò đi sát mình bay bố phần thay là bon rồi có sao để bạn lọc tiền máu ở căn thì bên cầm láng ti bằng phật sẽ ban lên thì lấy ở ban trên hay ban sốc đặc biệt bậc cục này sau mẹ là một tuần ai giang sang cái tên là samatha thua tê snap và sang làm thay chọc thế vang thì kệ ra nè ma sa ca vai bang công này nhom pre cả na ba pre miên pre thia ông nô pre ông chia pre arahan trong tra đang nơi nhảy ra thua tem buông đái pra pei chăm buông pre ông tru a cha na pra ba pre ông laiព្រះអង្គសូមលើកកំបងឯជាទីនមស្ការថ្វាយបង្គំឧទ្ទិសដល់ចំពោះគុណនៃតត្រៃរតន៍តាមសេចក្តីគោរពជ្រះថ្លាសូមធ្វើនៅសេចក្តីរីករាយត្រេកអរអនុមោទនានៅបុណ្យកុសលសពគ្រប់ប្រការរបស់ព្រះករុណាញាតិញោមពុទ្ធបរិស័ទទាំងអស់នៅក្នុងការញ៉ាំធម្មទានឲ្យប្រព្រឹត្តទៅនេះគឺជាការចូលរួមចំណែកទាំងអស់គ្នារវាងព្រះករុណានិងពុទ្ធបរិស័ទរហូតដល់តែយើងបានជាខ្សែកសែខ្សែអផ្សព្វផ្សាយតាមពវិទ្យុនឹងក៏អាស្រ័យដោយពុទ្ធបរិស័ទនឹងឯងជួយមកសិក្សារៀនសូត្រធ្វើឲ្យធម្មទាននឹងក៏ប្រព្រឹត្តទៅបានហើយបើមិនមានអ្នកអញ្ជើញមកសិក្សារៀនសូត្រហើយឲ្យសម្ដែងមេរៀនព្រះធម៌អង្គុយក្នុងបន្ទប់ម្នាក់ឯងនិយាយវានិយាយមិនចឹងទេព្រោះការសម្ដែងនឹងវាតេតួងនឹងអ្នកស្ដាប់ដឹងថាអ្នកស្ដាប់នឹងយល់ឬក៏មិនយល់
ការមានអ្នកស្ដាប់ហើយការសម្ដែងហ្នឹងក៏វាមានឆន្ទៈក្នុងការសម្ដែងណាចឹងហើយបានជានៅក្នុងអង្គធម៌នៃបញ្ញកិរិយាវត្ថុទាំង10ហ្នឹងធម្មទេសនានិងធម្មសវនៈចាត់ជាភាវនាណាចាត់ជាភាវនានិយបនព្រោះជាការចម្រើនដោយផ្លូវចិត្តណាការស្ដាប់និងការសម្ដែងនេះគឺជាការចម្រើនដោយផ្លូវចិត្តណាបើមិនមានសេចក្តីសុខស្ងប់ផ្លូវចិត្តទេស្ដាប់ធម៌មិនបានស្ដាប់បានតែបើអត់ស្ងប់ចិត្តផងណាដូចទានដូចអីយើងឲ្យល្វើល្វាអីក៏ឲ្យចិត្តកើតប៉ុន្តែបុណ្យអីយ៉ាងម៉េចអានឹងមិនដឹងទេប៉ុន្តែឲ្យតែបានអញ្ចឹងខឹងក៏ឲ្យកើតដែរណាតែពធនេះតែអត់បានតាំងចិត្តឲ្យល្អហើយគឺមិនអាចស្ដាប់យល់បានទេណាអញ្ចឹង1ម៉ោងក៏កន្លងផុតទៅ2ម៉ោងក៏កន្លងផុតទៅអត់បានវិលមកអនុគ្រោះអីឲ្យយើងសារប្រយោជន៍ជាថ្មីទៀតទេអញ្ចឹងយើងក៏បីមានសេចក្តីពេញចិត្តថាយើងបានធ្វើធម្មទានទាំងអស់គ្នាធម្មទានរមែងប្រព្រឹត្តទៅបានគឺរមែងកើតឡើងអំពីអ្នកស្ដាប់និងអ្នកសម្ដែងណាធម្មទានមិនអាចប្រព្រឹត្តទៅបានឡើយប្រសិនបើអត់អ្នកស្ដាប់ខ្វះខាតផ្នែកណាមួយក៏មិនបានអញ្ចឹងយើងក៏បានដឹងខ្លួនថាបានចូលរួមចំណែកក្នុងការកសាងការងារធម្មទានណាលទ្ធផលនៃការសិក្សារបស់យើងហ្នឹងក៏បានទៅជាធម្មទានផ្សព្វផ្សាយតាមពុទ្ធសិទ្ធិហើយជំនាញជនទាំងឡាយហ្នឹងបានស្ដាប់បានជ្រះថ្លាបានចូលរួមកសាងក្នុងរឿងធម្មទានហ្នឹងជួយផ្សព្វផ្សាយច្រើនគ្នាមកអញ្ចឹងគឺវាសម្រេចលទ្ធផលមកពីសហគមន៍ធម្មទានដែលមានការចូលរួមចំណែកអំពីពុទ្ធបរិស័ទនឹងឯងណាញាតិញោមជ្រាបទេថាយើងមករៀនពេលហ្នឹងមិនមែនរៀនចិត្តតែយើងទេការដែលញាតិញោមចូលរួមចំណែកក្នុងការជើញមករៀនហ្នឹងក៏ជាធម្មទានចែកជូនដល់ពុទ្ធបរិស័ទច្រើនទៀតនោះបានតែនឹកឃើញចឹងណាដែលបាននឹកឃើញចឹងទេណាយើងនឹកមើលការសម្ដែងចាក់តងដែលស្មារតីបង្រៀនចឹងទៅឲ្យសោគ្រូដែលបង្រៀនដែលស្មារតីបង្រៀនទៅថតយកទៅចាក់តាមប៉ុណ្ណឹងបើមិនជាយើងអត់មានការសិក្សាចឹងទេតែយើងបានទៅផ្សព្វផ្សាយទេណាការផ្សព្វផ្សាយទៅធូរជាវិទ្យាមេរៀនជាវិទ្យាសិក្សាហ្នឹងគឺមិនអាចទៅប្រតិបត្តិទេអញ្ចឹងត្រូវបាននៅតាមពុទ្ធវិសុទ្ធឬទៅសម្ដែងស្មារតីអីចឹងក៏ប៉ុន្តែនៅក្នុងនោះពេលនោះញាតិញោមបានស្ដាប់ម្ដងទៀតក៏បានដឹងថាក្នុងការនោះអាត្មាអង្គុយនៅទីនោះដែរក៏ហាក់ដូចជារំលឹកដាស់តឿនស្មារតីថាបុណ្យកុសលនេះយើងបានធ្វើហើយនឹងពេលដែលសួរទៅពុទ្ធបរិស័ទញាតិញោមនឹងឆ្លើយសំណួរព្រះធម៌លើតាមខ្សែអត្ថអីហ្នឹងក៏បង្ហាញនៅសេចក្តីជ្រះថ្លាសប្បាយរីករាយពេលយើងសិក្សាហ្នឹងនេះគឺផ្ដើមឡើងអំពីការមានសទ្ធាជាខាងដើមដែលផ្ដើមសិក្សាដើម្បីបាននូវបញ្ញាពីគ្រឿងអប់រំស្មារតីយើងមានវត្ថុដែលជាទីគោរពគឺបរតនត្រ័យអត់មានរបស់អ្វីដែលប្រសើរថ្លៃថ្លាជាងបរតនៈនោះទៀតទេយើងធ្លាប់ស្ដាប់ប្រសង្ឃសូត្រយ៉ាងកេញចរតនៈលោកេវិជតិវិវិធាំបសរតនៈពុទ្ធសមੰណថេតណថេតស្មាអីទៀតសទ្ធិភវន្តទេវត្តរតនៈវាមានច្រើនក្នុងលោកយ៉ាងកេញចេរតនៈណាមួយនៅក្នុងលោកហ្នឹងមានច្រើនប៉ុន្តែ
រតនៈទាំងនោះស្មើដល់ពុទ្ធរតនៈមិនមានណាណហេពុទ្ធៈសមាំងសម្រាប់នឹងប្រែតែស្មើពុទ្ធៈសមាំងប្រែតែស្មើដោយព្រះពុទ្ធណហេមិនមានតាស្មាសត្ថៃប្រវត្តិទេតាស្មាព្រោះហេតុនោះសត្ថៃនឹងគឺសេរីសុខស្ដីហំតោចូលមានទេដល់អ្នកដោយសច្ចៈវាចានេះណាចិន្ទឹមគ្នានឹងឲ្យមានសេរីសុខស្ដីការមានដល់អ្នកគឺឲ្យអ្នកនឹងឯងបានដល់នៅព្រះពុទ្ធនោះជាទីរលឹកណាយ៉ាងកេរតនៈលោកេវិជតេវិខាងពុទ្ធរតនៈខំអ្នកសមាំងណថេតាស្មាសត្ថៃភវន្តទេរតនៈណាមួយក្នុងលោកមានច្រើនបែបច្រើនយ៉ាងរតនៈទាំងនោះធម្មសមាំងណថេស្មើដោយធម្មរតនៈមិនមានតាស្មាសត្ថៃភវន្តទេប្រហែលដូច្នោះសូមឲ្យសេរីសុខស្ដីកើតមានដល់អ្នកព្រោះសេចក្តីនេះពិតហើយណាទន្ទឹមគ្នានឹងឲ្យសេរីសុខស្ដីកើតមានដល់អ្នកគឺឲ្យអ្នកនឹងឯងមានព្រះធម៌ព្រះធម៌នឹងឯងជាទីរលឹកណាអញ្ចឹងដែលមានព្រះធម៌ជាទីរលឹកហ្នឹងគឺផ្ដើមដោយការសិក្សាការស្ដាប់ការពិចារណាព្រះធម៌ណាហើយយើងក៏មិនដឹងថាតើការងារធម្មទានរបស់យើងហ្នឹងប្រព្រឹត្តទៅបានដល់ពេលណាណាប៉ុន្តែយើងមិនចាំបាច់គិតអីឆ្ងាយពេលវេលានៅមានហ្នឹងក៏ត្រូវតែបំពេញនៅពេលដែលមានឱកាសយ៉ាងនេះណាមិនដឹងថាថ្ងៃស្អែកយើងបានរៀនទៀតក៏អត់មិនដឹងថាខែក្រោយយើងនៅបានសូមអនុមោទនារងចាំស្ដាប់ព្រះធម៌ជាបន្តពុទ្ធហੰតហម្មំសង្ឃហੰសារណង្គាចហាមិ